សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំមកបង្ហាញតទៅជាមួយនឹងការប្រើប្រាស់ទៅលើ macro ជាមួយនឹង filter បាទអញ្ចឹងឲ្យដូចយើងដឹងស្រាប់ហើយ macro គឺយើងប្រើសម្រាប់ធ្វើការថតទៅលើសកម្មភាពរបស់យើងហើយបំលែងទៅជាកូដបន្តមកទៀតគឺយើងអាចយកកូដដែលយើងបាន record macro ហ្នឹងយកមក assign ឲ្យប៊ូតុងផ្សេងៗសម្រាប់ប្រើប្រាស់ទៅតាមការងារយើងឲ្យកាន់តែលឿនបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញតទៅជាមួយនឹងការប្រើ record macro ជាមួយនឹង filter បាទហើយគោលដៅរបស់ខ្ញុំគឺខ្ញុំចង់បានប៊ូតុង2គឺប៊ូតុងទី1សម្រាប់ filter លើព័ត៌មានសិស្សដែលជាប់គាត់ប្រឡងជាប់ពេលចុចលើប៊ូតុង filter ហ្នឹងទៅឲ្យសិស្សដែលប្រឡងជាប់គឺបង្ហាញទាំងអស់តែនៅពេលដែលយើងចុចលើប៊ូតុង filter មួយទៀតគឺ fall គឺឲ្យចេញសិស្សដែលប្រឡងធ្លាក់អីចឹងទៅបាទអញ្ចឹងខ្ញុំបង្កើតប៊ូតុងដោយប្រើ shape ចូលទៅកាន់ insert illustration shape បាទខ្ញុំយកមកគូសកន្លែងនេះមួយអូខេហើយខ្ញុំទៅសេចូល pass បាទអូខេបន្តមកទៀតខ្ញុំអាចកំណត់ទៅលើ property វាបន្តិចអញ្ចឹងខ្ញុំមកស្ដាំយក size and property បន្តមកទៀតខ្ញុំកំណត់វាបន្តិចមកខ្ញុំយក don't move with size បាទអូខេប៉ុណ្ណឹងមកហើយខ្ញុំដាក់ style ឲ្យបានស្អាតអូខេខ្ញុំដាក់ preset វាបន្តិចចុះហើយខ្ញុំដាក់ពណ៌បៃតង outline អាច no អញ្ចឹងចុះបាទអូខេហើយ mode អក្សរ Times New Roman ខ្ញុំដាក់ធំតិច14ចាស់បាទត្រូវមកបានស្អាតមកបាទនេះបាទអូខេអញ្ចឹងខ្ញុំមានប៊ូតុងមួយហើយប៊ូតុងមួយទៀតគឺ fall បាទខ្ញុំដាក់មក fall អូខេហើយពណ៌ខ្ញុំដាក់ពណ៌ក្រហមអូខេប៉ុណ្្នឹងចាស់អញ្ចឹងនៅពេលដែលខ្ញុំចុចលើប៊ូតុង pass គឺឲ្យស្រង់ព័ត៌មានសិស្សដែលប្រឡងជាប់តែបើ fall ឲ្យចេញសិស្សដែលប្រឡងធ្លាក់បាទអញ្ចឹងកន្លែងនេះយើងទៅប្រើ record macro ដើម្បីយើងអាចយកមក assign ឲ្យប៊ូតុងយើងអញ្ចឹងដើម្បីទៅប្រើ record macro ខ្ញុំចូល developer ហើយយើងឃើញ record macro បាទអញ្ចឹងចុចលើនឹងមកបន្តមកទៀតយើងដាក់ឈ្មោះមកចេះថាខ្ញុំដាក់ហើយ filter បាទ filter ហើយ pass បាទអូខេអញ្ចឹងឈ្មោះយើងចង់ដាក់អីក៏បានដែរបាទបន្តមកទៀតយើងអូខេមកអញ្ចឹងយើងឃើញចាប់ផ្ដើម record ហើយបន្តមកទៀតយើងទៅប្រើទៅលើfilter របស់យើងអញ្ចឹងយើង select ក្បាលតារាងមកដើម្បីឲ្យ select តន័យ auto ទៅក្រោមបន្តមកទៀតយើងចូលទៅកាន់ data ហើយនេះគឺ filter អញ្ចឹងខ្ញុំចង់ស្រង់គឺតាមរយៈនេះកន្លែង pass នេះ starter អញ្ចឹងខ្ញុំចុចលើហ្នឹងហើយដោះ crease វាចោលអស់យកតែ pass មកបាទនេះហើយអូខេបាទអញ្ចឹងវាធ្វើការស្រង់ឲ្យយើងសិស្សណាដែលប្រឡងជាប់គឺស្រង់ឲ្យយើងបាទបន្ទាប់ពីស្រង់ហើយយើងទៅ stop recording អញ្ចឹងខ្ញុំ stop វាមកបាទអញ្ចឹងរួចរាល់បាទសម្រាប់ប៊ូតុង pass បាទអញ្ចឹងនៅពេលដែលយើង record ហើយគឺយើងអាចចូលកន្លែង macro នេះមកបាទគឺយើងឃើញបាទអញ្ចឹងកន្លែងនេះថាខ្ញុំដោះ filter ចោលវិញអញ្ចឹងបង្ហាញទាំង fall ទាំង pass អញ្ចឹងទៅថាខ្ញុំប្រើ macro នឹងវិញចូល developer ហើយ macro ខ្ញុំ run គេវាស្រង់មកបាទយកតែ pass មកទេបាទអូខេអញ្ចឹងពេលបានប៉ុណ្្នឹងហើយយើង assign ចូលប៊ូតុង pass យើងអញ្ចឹងយើងមកស្ដាំ assign macro ហើយខ្ញុំយក filter pass ហ្នឹងមកអូខេបាទពេលចុចលើហ្នឹងទៅគឺបាននេះបាទបន្តមកទៀតគឺប៊ូតុងមួយទៀតគឺប៊ូតុងfall វិញអញ្ចឹងកន្លែងនេះខ្ញុំដោះ filter ចោលសិនអញ្ចឹងយើងធ្វើដូចគ្នា record macro ដូចគ្នា developer បាទ macro ជាស្រ័យ record macro ហើយយើងដាក់ឈ្មោះបាទ filter fall បាទហើយយើងអូខេបន្តមកទៀតយើង select ក្បាលតារាងយើងចូលទៅកាន់ data filter បាទអញ្ចឹងខ្ញុំស្រង់ដូចគ្នា clear ចោលអស់យកតែ fall ទៅបាទនេះបាទហើយអូខេអញ្ចឹងស្រង់មកបាទបន្ទាប់ពីស្រង់បានប៉ុណ្្នឹងហើយយើងទៅ stop វិញ developer stop recording បន្តមកទៀតយើងយក assign បានហើយមកស្ដាំ assign macro ឈ្មោះ filter ឲ្យ fall របស់យើងហើយអូខេបាទអញ្ចឹងយើងអាចចុចមើលបានចុច pass គឺស្រង់ព័ត៌មានសិស្សដែលប្រឡងជាប់ fall គឺស្រង់ព័ត៌មានសិស្សដែលប្រឡងធ្លាក់បាទអញ្ចឹងយើងអាចស្រង់មើលបែបហ្នឹងបានបាទអញ្ចឹងត្រឡប់មកវិញនៅក្នុងវីដេអូនេះខ្ញុំបានបង្ហាញបងប្អូនទាំងគ្នាតទៅជាមួយនឹងការឲ្យប្រើប្រាស់ទៅលើ record macro ជាមួយនឹង filter សម្រាប់បង្កើតជាប៊ូតុងឲ្យយើងងាយស្រួលក្នុងការ filter មើលទៅលើទិន្នន័យតាមការចង់បានជួបគ្នានៅវីដេអូក្រោយៗទៀត